ជាបន្តទៅទៀតខ្ញុំសូមជូនឱកាសទៅកាន់លោកវិក្កាមសូមអញ្ជើញជាបឋមខ្ញុំប្រកាសណាខ្ញុំបាទខ្ញុំវាសនាសូមលំអរកាយគាត់បង្គំព្រះគុណម្ចាស់ព្រះធេរានុធេរៈគ្រប់ព្រះអង្គដែលព្រះអង្គកំពុងតែតាមដានស្ដាប់កម្មវិធីផ្សាយផ្ទាល់របស់កម្មវិធីសម្លេងជួងសម្ព័ន្ធដើម្បីប្រជាធិបតេយ្យជាទីគោរពសក្ការៈសូមគោរពបងប្អូនលោកយាយលោកតាដែលកំពុងតែតាមដានស្ដាប់កម្មវិធីផ្សាយផ្ទាល់របស់យើងជាទីគោរពនិងជាទីរាប់អានសម្រាប់ការយល់របស់គណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យចលនារបស់គណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យគឺជាបដិវត្តមួយនៅលើទឹកដីសវណ្ណភូមិរបស់យើងពួកយើងយល់ឃើញថាដើម្បីឲ្យមានការផ្លាស់ប្ដូរប្រែមុខមាត់ពិតប្រាកដនៅលើទឹកដីសវណ្ណភូមិរបស់ពួកយើងយល់ឃើញថាត្រូវតែមានបដិវត្តស៊ីជម្រៅមួយនៅក្នុងចំណោមជាតិសាសន៍របស់យើងយ៉ាងដាច់ខាតនេះគឺជាការយល់ដ៏មុតស្រួចមុតមមក្នុងជម្រៅចិត្តអ្នកចូលរួមរបស់គណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យគឺថានៅស្រុកខ្មែរដើម្បីឲ្យមានការផ្លាស់ប្ដូរប្រែមុខប្រែមាត់សារជាថ្មីគឺបដិវត្តមួយมันអាចខ្វះបានទេនៅក្នុងទឹកដីសវណ្ណភូមិរបស់ពួកយើងបដិវត្តនេះត្រូវផ្ដើមចេញពីបដិវត្តផ្នត់គំនិតការយល់អិរិយាបថរបស់ប្រជាពលរដ្ឋខ្មែរទូទៅដោយការយល់ទាំងអស់ការផ្លាស់ប្ដូរទាំងអស់ត្រូវផ្អែកទៅលើហេតុផលទៅផ្អែកទៅលើប្រយោជន៍ត្រូវផ្អែកទៅលើការទៅជែកគ្នាដោយស្មោះត្រង់ផ្អែកទៅលើហេតុផលយើងមិនផ្អែកទៅលើទំនៀមទម្លាប់យើងមិនផ្អែកទៅលើប្រពៃណីយើងមិនផ្អែកទៅលើវងយើងមិនផ្អែកទៅលើសញ្ញាបត្រធំប៉ុន្តែគឺយើងផ្អែកទៅលើហេតុលើផលដើម្បីផ្លាស់ប្ដូរសាវជ្រាវឬកកកកាយទាំងវប្បធម៌ទាំងប្រពៃណីទាំងទំនៀមទម្លាប់របស់យើងយកមកផ្ទៀងផ្ទាត់សារជាថ្មីដោយផ្អែកទៅលើហេតុផលទាំងស្រុងថាតើប្រពៃណីទំនៀមទម្លាប់ផ្នត់គំនិតរបៀបការប្រកាន់យកទាំងក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក៏ដូចជាជីវិតនយោបាយក៏ដូចជាជីវិតដែលប្រជាពលរដ្ឋប្រកាន់ជាមួយនឹងសាសនាទាំងអស់នេះត្រូវយកមកកកាយវាមើលដោយផ្អែកទៅលើហេតុផលនេះគឺជាបដិវត្តស៊ីជម្រៅមួយដែលមិនដែលមានក្នុងទឹកដីសវណ្ណភូមិរបស់យើងទេពេលដែលយើងចាប់ផ្ដើមធ្វើការយើងដឹងយ៉ាងច្បាស់អំពីឧបសគ្គដែលយើងនឹងជួបប្រទះឧបសគ្គទី1គឺពួកប្រជាពលរដ្ឋដែលយើងចង់សង្គ្រោះគាត់ឲ្យចេញមកពីអន្លង់នៃអវិជ្ជាជំនឿខុសហេតុខុសផលភាពល្ងឹតល្ងងដែលនាំទៅដល់ផលអាក្រក់សម្រាប់ខ្លួនគាត់ផ្ទាល់គឺថាមានមនុស្សល្ងងនៅទីណាការបោកប្រាស់មាននៅទីនោះប្រតិកម្មពីពួកគាត់ដោយគាត់មិនយល់គាត់យល់ថាអ្វីដែលគាត់ប្រកាន់ហ្នឹងគឺត្រឹមត្រូវយើងទៅបំផ្លាញផលប្រយោជន៍របស់គាត់តែយើងច្បាស់ក្នុងចិត្តរបស់យើងថាទី1ចិត្តរបស់យើងគឺយើងឈឺឆ្អាលនឹងគាត់ទី2ការយល់របស់យើងគឺជាការយល់ត្រឹមត្រូវហើយយើងយល់ថាតែពេលណាយើងធ្វើការអញ្ចឹងគឺច្បាស់ណាស់ថាយើងនឹងជួបឧបសគ្គបែបហ្នឹងគឺឧបសគ្គទី1គឺប្រជាប្រដ្ឋដែលយើងចង់សង្គ្រោះគាត់ហ្នឹងគាត់មានការគិតផ្ទុយពីយើងគាត់ច្រឡំស្មានតែយើងនឹងមានបំណងអាក្រក់ចំពោះគាត់និងឧបសគ្គទី2អំពីក្រមអភិរក្សគេហៅក្រមដែលបានចំណេញពីការអភិរក្សមានមនុស្សដែលបានយល់អំពីការយល់របស់គណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យថាគឺជាការយល់ត្រូវប៉ុន្តែបើគេព្រមទទួលយកការយល់របស់គណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យថាយល់ត្រូវវាខាតប្រយោជន៍របស់ពួកគេឬមួយគេអន់សាច់ដោយសារគេព្រមទទួលយកគំនិតទស្សនៈរបស់គណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនិយាយថាត្រូវគាត់គេជាបណ្ឌិតគឺជាអ្នកមានមុខអ្នកមានមាត់ប្រជាប្រដ្ឋនឹងធ្លាប់គាំទ្រហើយមនុស្សវាមិនឈ្នះខ្លួនឯងវាត្រង់នឹងវាអ្នកខ្លះទៀតគាត់មិនមែនជាប់នឹងមុខនឹងមាត់អីអញ្ចឹងទេតែគាត់ជាប់នឹងលៀបរបស់គាត់ដោយសារប្រជាប្រដ្ឋជឿគាត់កើតលៀបសក្ការៈអីអញ្ចឹងទៅគាត់ក៏វាយបកត្រឡប់មកយើងវិញយើងយល់អំពី challenge អំពីឧបសគ្គដែលយើងត្រូវបុកបំបែកគឺយើងស្គាល់ច្បាស់ដល់ពេលយើងស្គាល់ច្បាស់យើងស្គាល់ខ្លួនយើងថាតើយើងអាចមានសមត្ថភាពក្នុងការទប់ឧបសគ្គទាំងពីរនឹងបានដែរឬទេពេលដែលយើងច្បាស់ខ្លួនយើងថាយើងអាចទប់នឹងឧបសគ្គនឹងបានហើយយើងធ្វើដំណើរយ៉ាងរំភើយឆ្ពោះទៅរកគោលដៅរបស់យើងទោះបីឧបសគ្គប៉ុន្មានក៏ដោយយើងដឹងថាតើឧបសគ្គទាំងអស់ហ្នឹងយើងបុកបំបែកយ៉ាងម៉េចគេថាបណ្ឌិតឃើញទុកមិនទាន់ដល់យោបល់គឺទុកពីចម្ងាយលុះដល់ទុកនោះមកដល់កាយមុខនៅប្រព្រាយមិនតក់ស្រុតទូកក្តោងចំកោងហៅព្យុះប៉ុន្តែក្នុងនោះមានសេចក្តីស្ងប់អ្វីដែលយើងធ្វើគឺប្រឆាំងជាមួយនឹងការយល់របស់មនុស្សទូទៅការអនុវត្តរបស់មនុស្សទូទៅជំនឿរបស់មនុស្សទូទៅរបៀបរបបដែលមនុស្សទូទៅក្នុងសង្គមខ្មែរគេប្រកាន់
សកម្មភាពប្រឆាំងជាមួយនឹងគំនិតទស្សនៈទាំងអស់ដែលផ្អែកទៅលើហេតុផលនេះហើយប្រៀបដូចជាយើងលើកទូកក្តោងយើងលើកក្តោងទូករបស់យើងឡើងតែលើកក្តោងទូកគឺថាទូកក្តោងចំកោងហៅព្យុះគឺគេវាយយើងស្រោចគ្រប់ទិសទីប៉ុន្តែក្នុងនោះមានសេចក្តីស្ងប់មានន័យថាម៉េចមានន័យថាក្រោយពីព្យុះក្រោយពីវាយបំបាក់យកឈ្នះយកចាញ់ទីបំផុតយើងនឹងរកឃើញសុខសន្តិភាពជូនជាតិមាតុភូមិរបស់ពួកយើងច្បាស់លាស់ក្នុងចំណុចហ្នឹងត្រង់ចំណុចហ្នឹងឯងដែលខ្ញុំលើកជាកតិមួយថាគេមិនយល់ពីយើងវាមិនមែនជារឿងសំខាន់ទេវាមិនមែនជាបញ្ហាទេតែសំខាន់បំផុតណាតើយើងយល់ពីខ្លួនយើងដែរឬទេការបដិវត្តមួយជាបដិវត្តធំក្នុងទម្លាប់នៃការរស់នៅឬការប្រកាន់យករបស់ប្រជាប្រដ្ឋខ្មែរគឺពេលដែលគាត់ជួបប្រទះបញ្ហាអ្វីទាំងអស់គឺគាត់តែងតែឲ្យកំហុសទៅដល់ឧបសគ្គដែលគាត់បានជួបប្រទះឧទាហរណ៍ថាអ្នកនយោបាយបោកគាត់មិនបន្ទោសថាមកពីខ្លួនគាត់នឹងមានចំណេះដឹងតិចតួចគាត់នឹងគេនិយាយគាត់មិនព្រមស្ដាប់មិនព្រមគិតមិនព្រមត្រេះរិះពិចារណាទៅលើហេតុផលឬព័ត៌មានដែលគេបានឲ្យទៅគាត់ហើយគាត់មិនយកទៅគិតត្រេះរិះពិចារណាទេប៉ុន្តែគាត់បន្ទោសទៅលើអ្នកនយោបាយឬបន្ទោសទៅលើឧបសគ្គឬបញ្ហាដែលគាត់បានជួបប្រទះជុំវិញគឺថាខ្លួនគាត់នឹងអត់មានកំហុសហ្មងយើងធ្វើបដិវត្តកន្លែងហ្នឹងយើងប្រាប់ថាអ្នកដតីគេធ្វើអ្វីមកលើយើងមិនសំខាន់ទេសំខាន់គឺយើងត្រូវតែពង្រីកខ្លួនយើងដើម្បីទប់ទល់ជាមួយនឹងឧបសគ្គខាងក្រៅទោះបីឧបសគ្គហ្នឹងវាធំប៉ុណ្ណាក៏ដោយយើងត្រូវតែពង្រីកកម្លាំងរបស់យើងពង្រីកខ្លួនយើងឲ្យរឹងមាំពង្រីកភាពមាំទាំភាពច្បាស់លាស់របស់យើងឲ្យកាន់តែខ្លាំងដើម្បីទប់ទល់ជាមួយនឹងឧបសគ្គខាងក្រៅត្រង់ចំណុចហ្នឹងក៏ជាបដិវត្តផ្នត់គំនិតមួយដែលខ្មែរយើងមិនដែលធ្វើទេដល់ពេល LDP យើងចាប់ផ្ដើមធ្វើវាប៉ះវាតកិច្ចសពបែបសពយ៉ាងសម្រាប់ខ្លួនខ្ញុំផ្ទាល់បងប្អូនក្នុងជីវិតរស់នៅរបស់ខ្ញុំអត្តចរិតខ្លួនខ្ញុំផ្ទាល់ខ្ញុំគឺជាមនុស្សមិនចូលចិត្តបង្ករឿងបង្កចំនួនអីទេក្នុងជីវិតរស់នៅរបស់ខ្ញុំឧទាហរណ៍ថាខ្ញុំមានទំនាស់រឿងដីធ្លីអីចឹងទៅបើខ្ញុំស្ទង់មើលថាបើគេយករបស់ខ្ញុំប៉ុណ្ណឹងទៅខ្ញុំនៅសល់របស់ខ្ញុំអាចរស់បានទៀតខ្ញុំមានខ្វល់ទេមានបងប្អូនក្រុមគ្រួសារខ្លះគេថាខ្ញុំគួរតែទៅទៀមទាទៅអីចឹងខ្ញុំគិតថាបន្តិចទៅទាំងខ្ញុំទាំងគេវាលមូលចូលក្នុងផែនដីទាំងអស់ហើយបើខ្ញុំមានលទ្ធភាពអាចស៊ីបានរហូតដល់ខ្ញុំចាស់ហើយគ្មានពិបាកវេទនាអីទៀតខ្ញុំដូចមិនដឹងចង់មានអីទៀតផងខ្ញុំឲ្យទៅគេហ្មងខ្ញុំគ្មានខ្វល់ខ្ញុំមិនចូលចិត្តបកកតំណោះអីទេមនុស្សខ្ញុំគឺមនុស្សក្នុងចិត្តខ្ញុំមានសន្តិភាពខ្លាំងណាស់ខ្ញុំមិនចូលចិត្តថាព្រឹកឡើងមានបញ្ហាខ្ញុំធុញខ្ញុំឈឺក្បាលណាប៉ុន្តែមនសិការជាមនុស្សខ្ញុំមើលឃើញថាអ្នកនយោបាយនៅក្នុងស្រុកខ្មែរសុទ្ធតែមនុស្សមិនលូតរួចពីផលប្រយោជន៍ផ្ទាល់ខ្លួនទាល់តែសោះលូតមិនរួចពីផលប្រយោជន៍ផ្ទាល់ខ្លួនតែសោះរូបភាពដែលបងប្អូនអាចមើលឃើញថាគាត់លូតមិនរួចឧទាហរណ៍គាត់ដឹងថាគណៈបករបស់យើងល្អទស្សនៈរបស់យើងត្រឹមត្រូវកាលពីមុនគាត់បំបត្តិថាមិនត្រឹមត្រូវដល់ពេលឥឡូវនេះយើងប្រឹងផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋយល់ថាគំនិតទស្សនៈរបស់យើងត្រឹមត្រូវគាត់និយាយថាគំនិតទស្សនៈរបស់យើងត្រឹមត្រូវប៉ុន្តែគាត់លួចយកទៅធ្វើរបស់គាត់មិនបានបង្ហាញថានឹងជាការយល់ឃើញរបស់គណៈបកនេះហើយគាត់ក៏យល់ឃើញស្របគាត់ខ្លាចអន់អាត្រង់ចំណុចហ្នឹងជាមនុស្សដែលលួចមិនរួចពីប្រយោជន៍ផ្ទាល់ខ្លួនហើយបើអត្តចរិតជាមនុស្សដែលលួចមិនរួចពីប្រយោជន៍ផ្ទាល់ខ្លួនអញ្ចឹងដល់ពេលឧបមាថាប្រជាពលរដ្ឋឃើញគាត់និយាយហ្នឹងវាដូចគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យហើយថារបស់គណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យត្រូវបានគេយកទៅហើយប៉ុន្តែអត្តចរិតផ្ទាល់ខ្លួនរបស់បុគ្គលហ្នឹងគឺជាមនុស្សល្អមិនល្អអញ្ចឹងបងប្អូនដល់ពេលទៅកាន់ការងារស្រុកទេវាមានបញ្ហាមួយទៀតអញ្ចឹងណាអាត្រង់ហ្នឹងដែលខ្ញុំមើលឃើញថាពួកអស់នេះលូតមិនរួចពីផលប្រយោជន៍ផ្ទាល់ខ្លួនទេដល់ពេលខ្ញុំមើលឃើញអញ្ចឹងខ្ញុំលូតមកចូលក្នុងឆាកនយោបាយដែលជាកន្លែងពឹសពុលដែលជាកន្លែងប្រយុទ្ធប្រឆាំងដែលជាកន្លែងកាច់មូលជាពិសេសនៅក្នុងស្រុកខ្មែរហ្នឹងហើយអ្នកដែលកាច់មូលច្រើនជាងគេដែលក្នុងប្រវត្តិសាស្ត្រខ្ញុំមើលឃើញថាឲ្យតែចង់សម្លាប់ពីណាគឺលៀបពណ៌អ្នកដែលបន្តវេនមនុស្សខូចបែបហ្នឹងបងប្អូនគឺគណៈបកសង្គ្រោះជាតិពួកនឹងគឺប្រកែកណាស់ឲ្យតាពីណាមិនគ្រប់គ្រងខ្លួនគឺដឹងតាពីយួនមកអាយ៉ងយួនអាយ៉ងយួននឹងមកហើយខ្លួនឯងនឹងខូចនោះមហាសែនខូចប៉ុន្តែលៀបពណ៌គេអញ្ចឹងតាំងពីដើមរៀងមកពូជនឹងលៀបពណ៌អ្នកស្នេហាជាតិខ្មែរយកទៅសម្រាប់ចោលអស់ហើយឥឡូវនឹងសបូនណាស់នៅក្នុងគណៈបកសង្គ្រោះជាតិសកម្មជនអីគេនឹងគឺលៀបពណ៌គេតែហ្មងសតគីអាយ៉ងសតគីប្រកបខ្លួនអញ្ចឹងសំរងស៊ីកឹមសុខាលៀបពណ៌គ្នាទៅវិញទៅមកប្រងកាច់ប្រងមូលផ្ដួលគ្នាអញ្ចឹងប៉ុន្តែដល់ពេលកាច់មូលផ្ដួលគ្នាវាមិនបានទៅខ្លាចវាលាយក៏វារួបរวมគ្នាទៅប៉ុន្តែមួយយិតនឹងគឺវានៅតែអញ្ចឹងក្នុងគណៈបកសពថ្ងៃនោះគឺថាដូចបាយពុះឆ្លោះគ្នាដណ្ដើមតំណែងតួនាទីខ្ញុំដឹងច្បាស់ណាស់នៅក្នុងគណៈបកហ្នឹងប៉ុន្តែដោយសារគេបែកបាក់គ្នាទៅ
វាខាតផលប្រយោជន៍រៀងខ្លួនដូច្នេះគេខំទប់ប៉ុន្តែក្នុងនោះគឺដណ្ដើមអំណាចបែកពុះនៅនោះត្រង់ហ្នឹងដែលខ្ញុំច្រើននិយាយប្រាប់សមាជិករបស់យើងថាកុំទៅចូលចិត្តពួកនឹងវាកំពុងតែលេងគប់ផុកគប់លបក់ដាក់គ្នាហើយដូច្នេះយើងត្រូវជៀសចេញឲ្យឆ្ងាយអំពីក្រុមនឹងទៅពីព្រោះថាប្រជាពលរដ្ឋគាត់ទៅតែមានទំនុកចិត្តជាមួយនឹងគណៈបករបស់យើងបន្តិចផងដល់ពេលយើងទៅចូលជាមួយគណៈបកហ្នឹងដល់ពេលគាត់មើលទៅឃើញតែវាដូចគ្នាដូចសម្រាប់ប្រជាពលរដ្ឋខ្មែរយើងទាំងស្រុងអញ្ចឹងគឺថាអាណាក៏ដោយអាណាគាត់ឈប់គិតយើងនឹងឆាកនយោបាយនឹងតែហ្មងដល់យើងឃើញថាអ្នកនយោបាយស្រុកខ្មែរវាលួចអត់រួចពីប្រយោជន៍ផ្ទាល់ខ្លួនណាបានខ្ញុំលួចមកចូលក្នុងឆាកនយោបាយខ្ញុំប្រើពាក្យថាទាំងទឹកភ្នែកផងបងប្អូនព្រោះខ្ញុំខ្ជិលខ្ញុំខ្ជិលនាំរឿងនាំអីព្រោះថាកើតមកគង់តែស្លាប់ទេប៉ុន្តែខ្ញុំយល់ថាបើសិនជាខ្ញុំអត់ចេញមកធ្វើទេមិនដឹងជាពីណាចេញមកវែកញែករកខុសរកត្រូវពួកខ្មែរទាំងអស់គ្នានិយាយសម្របតាមតែក្រោយគ្នាទៅដើម្បីយកស្លឹកឆ្នោតដើម្បីយកផលប្រយោជន៍ផ្ទាល់ខ្លួនវាសារជាតិរបស់មនុស្សបងប្អូនមិនងាយនឹងកែទេឧទាហរណ៍ថាវាមានសារជាតិអីខ្លះធម្មជាតិដើមឈើដើមស្មៅដើមអីដើមរុក្ខជាតិវាមានស្មៅវាមានដើមកទ្រាំងខែតវាមានដើមកទ្រាំងបាយសអញ្ចឹងទៅវាមានដើមស្ពៃអញ្ចឹងទៅវាមានដើមខ្ទឹមអញ្ចឹងទៅហើយវាមានដើមល្ខុបអីចឹងទៅវាមានដើមសាឡាវវាមានដើមបេងនឹងនួនអីចឹងទៅយើងមិនអាចស្រោចទឹកដាក់ជីអាកទ្រាំងខែតអាស្មៅអាតកួនអាស្ពៃហ្នឹងស្រោចទឹកដាក់ជីវារួចហើយឲ្យវាលីកលូតធំធាស់ដើម្បីយកទៅកាត់ធ្វើទៅសផ្ទះបានទេធម្មជាតិកូនខ្មែរអញ្ចឹងកើតមកវាកើតរកតែប្រយោជន៍ផ្ទាល់ខ្លួនវារស់នៅគ្មានខ្វល់រឿងអីទេសម្បូរណាស់អញ្ចឹងហើយយើងខំប្រឹងបដៅខំប្រឹងច្រងវាខំប្រឹងដាក់តម្លៃចូលទៅក្នុងខ្លួនវាថាកើតមកជាមនុស្សបើគ្រាន់តែស៊ីដីវាគ្មានប្រយោជន៍អីទេមើលខ្លួនឯងថាច្រងវាអត់ឡើងហ្មងហេតុអីបានច្រងឡើងបងប្អូនទៅច្រងស្ពៃច្រងឆៃថាវច្រងស្មៅដើម្បីស្រោចទឹកដាក់ជីរួចយកមកទៅសសរផ្ទះវាធ្វើអត់បានហ្មងចំណែកយើងវិញអត់មានពីណាទៅអូសក្បាលយើងឲ្យមកធ្វើនយោបាយអីទេគឺថាមនសិការជាមនុស្សហ្នឹងប្រាប់យើងថាយើងដឹងមុនគេយើងមានសមត្ថភាពហើយមនុស្សទាំងអស់គ្នាត្រូវបានគេបោកហើយយើងមើលឃើញតែគេបោកហើយយើងនៅស្ងៀមកើតទេមនសិការជាមនុស្សរុញច្រានឲ្យយើងមកធ្វើនយោបាយហ្មងព្រោះយើងមើលឃើញក្នុងទីលាននយោបាយសិតតែមនុស្សខូចហើយជាទស្សនៈយើងមើលឃើញថាបើសិនជាយើងទៅវាយអ្នកនយោបាយនៅពេលដែលប្រជាប្រដ្ឋមានមូលដ្ឋានការត្រេះរិះពិចារណាតិចខ្ញុំយល់ថាយើងធ្វើអត់ចេញប្រជាប្រដ្ឋគាត់នៅតែគាំទ្រអ្នកនយោបាយថាបោកថាជាអ្នកនយោបាយជួយអញ្ចឹងតាមទស្សនៈរបស់យើងគឺយើងត្រូវផ្ដល់មូលដ្ឋានក្នុងការត្រេះរិះពិចារណាឲ្យប្រជាប្រដ្ឋទីណាមានមនុស្សល្ងងទីនោះមានការបោកប្រាស់ទីណាមានកុហកទីនោះត្រូវតែទឹកភ្លៀងនៅទីណាក៏ដោយហូរមកកុហកនឹងដើម្បីកុំឲ្យទឹកភ្លៀងហូរមកកន្លែងហ្នឹងគឺកុំឲ្យមកបោកប្រជាប្រដ្ឋការផ្ដល់មូលដ្ឋានក្នុងការត្រេះរិះពិចារណាឲ្យប្រជាប្រដ្ឋគឺជាមូលដ្ឋានគឺជាកិច្ចការចម្បងហើយគឺជាកិច្ចការប្រចាំថ្ងៃរបស់គណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យក្នុងរឿងអស់នេះបងប្អូនយើងជួបឧបសគ្គខ្លាំងណាស់ប៉ុន្តែក្នុងនាមជាអ្នកបដិវត្តដោយផ្អែកទៅលើតែខ្លួនយើងឧបសគ្គខាងក្រៅទុកម្ដុំគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យដើរមកដល់ថ្ងៃនេះណាបងប្អូនគឺដោយសារគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យគឺជាគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យអត់មានទៅចម្លងពីណាទេខ្ញុំមើលទៅណាបងប្អូនមើលទៅគណៈបកហ៊ុនស៊ិនពេជ្រនេះមួយបន្ទាប់ពីគណៈបកហ៊ុនពេជ្រមកគណៈបកសំរងស៊ីបន្ទាប់ពីគណៈបកសំរងស៊ីមកគណៈបកសង្គ្រោះជាតិគណៈបកសិទ្ធិមនុស្សបន្ទាប់ពីគណៈបកសិទ្ធិមនុស្សមកគឺគណៈបកសង្គ្រោះជាតិឥឡូវគណៈបកសង្គ្រោះជាតិនឹងមិនស្រួលទៀតគេមានក្រុមថ្មីគេបង្កើតចង់បង្កើតមកទៀតហើយខ្ញុំមើលសពទៅបងប្អូនគណៈបកទាំង3ទាំង4ទាំង5ទាំង6ដែលខ្ញុំរៀបមិញហ្នឹងរាប់មិញហ្នឹងបងប្អូនខ្ញុំថាទាយាតរបស់គេទាយាតបងប្អូនស្គាល់ទាយាតទេអូបានថាបីសាអញ្ចឹងគឺជាទាយាតប៉ុន្តែគណៈបកមួយដែលបង្កើតបន្តគ្នាមកហ្នឹងគ្រាន់តែចោតគណៈបកមុនថាក្បត់ចន្ទៈរាជណាមិនស្មោះត្រង់នឹងប្រជាប្រដ្ឋក្បត់ឧត្តមកតេដើមរបស់ប្រជាប្រដ្ឋណាតែប៉ុណ្ណឹងគឺថាលេសដែលគេបង្កើតគណៈបកថ្មីមកទាំងអស់ខាងក្រោយបន្តគ្នាមកគឺគ្មានលេសអ្វីទេគឺមានតែលេសមួយនឹងគត់គឺថាអាគណៈបកមុនក្បត់ចន្ទៈរបស់ប្រជាប្រដ្ឋមិនស្មោះត្រង់សំរងស៊ីគាត់បង្កើតគណៈបកថ្មីគាត់ចោទថាហ៊ុនស៊ិនពេជ្រនឹងមិនស្មោះត្រង់ជាមួយនឹងប្រជាប្រដ្ឋទេប្រជាប្រដ្ឋក៏ជឿសំរងស៊ីមកក្រាំងទៅកឹមសុខាគណៈបកសិទ្ធិមនុស្សបង្កើតមកទៀតគាត់ថាសំរងស៊ីនឹងមិនស្មោះត្រង់ជាមួយនឹងប្រជាប្រដ្ឋទេបោកប្រជាប្រដ្ឋភូតប្រជាប្រដ្ឋចេះគាត់បានស្មោះត្រង់ឃើញហើយវាចោទតែរឿងស្មោះត្រង់ឯងដល់ពេលវាយគ្នាចុះឡើងលៀបពណ៌គ្នាទៅវិញទៅមកទៅទីបំផុតមើលទៅឃើញថាបើវាយគ្នាតែរបៀបហ្នឹងអាលាយហើយអញ្ចឹងក៏រួបរวมគ្នាទៅមិនមែនដោយសារស្រឡាញ់គ្នាទេនឹងបើវាយងាប់មួយងាប់បាត់ហើយនឹងដល់ពេលមិនងាប់សាកកម្លាំងគ្នាទៅមើលទៅវាយគ្នាចុះឡើងឃើញតែលាយរៀងខ្លួនក៏រួបរวมគ្នាចេញគណៈបកសង្គ្រោះជាតិមកដោយនាំគ្នាបុកបន្ទោសទៅគណៈបកហ៊ុនស៊ិនពេជ្រថាមិនស្មោះត្រង់ជាមួយនឹងប្រជាប្រដ្ឋដល់ពេលឥឡូវគណៈបកហ៊ុនស៊ិនពេជ្រគណៈបកសង្គ្រោះជាតិនឹងគាត់ចូលទៅរដ្ឋាភិបាលមិនចូលទៅរដ្ឋាភិបាលទេចូលទៅរដ្ឋសភាហើយគាត់ខំប្រឹងបញ្យល់គាត់ថាមិនចូលទៅក្នុងរដ្ឋាភិបាលទេបើចូលរដ្ឋាភិបាលគឺដូចហ៊ុនស៊ិនពេជ្រចូលរដ្ឋាភិបាលទៅគឺថាចូលទៅគ្រប់គ្រងគណៈបកប្រជាជនចូលទៅចូលដៃចូលជើងមួយគណៈបកប្រជា
តែនេះចូលទៅរដ្ឋសភាប៉ុន្តែបងប្អូនត្រូវដឹងកាលពីគណៈបកហ៊ុនស៊ុនពេជ្រហ្នឹងហេតុអីបានគេត្រូវការគណៈបកហ៊ុនស៊ុនពេជ្រពីព្រោះបង្កើតរដ្ឋាភិបាលដោយសម្លេង2ភាគ3គណៈបកប្រជាជនអត់គ្រប់ដល់ពេលអញ្ចឹងគណៈបកហ៊ុនស៊ុនពេជ្រហ្នឹងគេទាមទារយកតំណែងខ្លះនៅក្នុងរដ្ឋាភិបាលហ្នឹងដើម្បីគេចូលទៅក្នុងរដ្ឋសភាបោះឆ្នោតបង្កើតជារដ្ឋាភិបាលដល់ពេលលោកសំរងស៊ីគាត់ស្អប់ស្ដេចក្រមភះហ្នឹងគាត់ខឹងស្ដេចក្រមភះប្តឹងគាត់ពីរឿងថាសំរងស៊ីចោទថាគាត់យកកប៉ាល់ហោះយកពុកលួយពុកអីចឹងទៅសំរងស៊ីគាត់មានអាគំនុំហ្នឹងគាត់ក៏មកបោះឆ្នោតកែរដ្ឋធម្មនុញ្ញពី2ភាគ3ហ្នឹងបង្កើតរដ្ឋាភិបាលមក50%+1ដល់ពេលអញ្ចឹងឥឡូវហ្នឹងសំរងស៊ីគាត់មានលទ្ធភាពចូលរដ្ឋាភិបាលទេហើយគាត់និយាយថាគាត់ខុសអំពីគណៈបកហ៊ុនពេជ្រពួកគណៈបកហ៊ុនពេជ្រចូលរដ្ឋាភិបាលគាត់អត់ចូលរដ្ឋាភិបាលគាត់ចូលរដ្ឋសភាប៉ុន្តែបងប្អូនមើលអំពីការចូលដើម្បីឲ្យគណៈបកប្រជាជនមានភាពស្របច្បាប់កាលពីគណៈបកហ៊ុនស៊ុនពេជ្រប្រកាំងរដ្ឋាភិបាលគឺលោកនាយករដ្ឋមន្ត្រីហ៊ុនសែនរួមទាំងគណៈបកប្រជាជនគាត់និយាយថាបើសិនណាជារដ្ឋាភិបាលថ្មីបង្កើតមិនបានរដ្ឋាភិបាលចាស់គាត់ទៅរហូតគាត់ទៅអាណត្តិក្រោយគាត់ថាចឹងបើរដ្ឋាភិបាលថ្មីបង្កើតទេគាត់ទៅរដ្ឋាភិបាលចាស់រហូតគណៈបកហ៊ុនពេជ្រចោទថារដ្ឋាភិបាលចាស់នោះមិនស្របច្បាប់ទេសភាចាស់នោះក៏មិនស្របច្បាប់ដែរដល់ពេលគណៈបកប្រជាជនក៏គេដឹងដែរថាបើទៅរដ្ឋាភិបាលចាស់នោះវាមិនស្របច្បាប់ទេប៉ុន្តែវាគ្រាន់បើជាជាងឲ្យគណៈបកហ៊ុនពេជ្រឬគណៈបកសំស៊ីក្លុកគេបានគេសុកចិត្តទៅអាចាស់ចឹងទៅទីបំផុតគេចរចាគ្នាទៅវាត្រូវក៏ចូលទៅហើយថាសួរតែចូលទៅវាល្មិចថាចូលទៅឲ្យគណៈបកប្រជាជននឹងមានភាពស្របច្បាប់ព្រោះកាលពីមុនរដ្ឋាភិបាលចាស់នឹងបើទៅរហូតវាមិនស្របច្បាប់អញ្ចឹងហ៊ុនពេជ្រក៏ចូលទៅឲ្យវាមានភាពស្របច្បាប់ឃើញទេវាស្របច្បាប់ដូចគ្នាដល់គណៈបកសំស៊ីឥឡូវគេថាគេអត់ចូលរដ្ឋាភិបាលចូលមិនបានបើបោះឆ្នោត50%+1ហ្នឹងមិនមែន2ភាគ3ប៉ុណ្ណាប៉ុន្តែអ្វីដែលចូលទៅវាដូចគ្នានោះគឺចូលទៅធ្វើឲ្យគណៈបកប្រជាជនស្របច្បាប់ពួកគណៈបកសង្គ្រោះជាតិគេនិយាយថាគណៈបកប្រជាជនហ្នឹងគឺរដ្ឋាភិបាលមិនគ្រប់ទឹកពីព្រោះរដ្ឋាភិបាលហ្នឹងបង្កើតពីសភាមិនគ្រប់ទឹកអញ្ចឹងសភាក៏មិនស្របច្បាប់រដ្ឋាភិបាលក៏មិនស្របច្បាប់ឃើញទេគណៈបកប្រជាជនក៏គេយល់ថាអញ្ចឹងដែរគេយល់ថាបើគេទៅជាមួយនឹងសភារបស់គេ68ហើយនឹងរដ្ឋាភិបាលដែលបង្កើតដោយសភា68វាមិនល្អទេសម្រាប់ភ្នែកមហាជននិងភ្នែកបរទេសប៉ុន្តែវាគ្រាន់បើជាងឲ្យគណៈបកសំស៊ីហ្នឹងគណៈបកសង្គ្រោះជាតិទៅប្រកាំងដែរអញ្ចឹងគេគៀងឲ្យសំរងស៊ីនឹងធ្វើម៉េចឲ្យចូលទៅដើម្បីអីថាដើម្បីឲ្យស្របច្បាប់ឃើញទេវាស្របច្បាប់ដូចតែគណៈបកហ៊ុនស៊ុនពេជ្រចូលរដ្ឋាភិបាលលើកមុនហ្នឹងគឺរដ្ឋាភិបាលចាស់ចាំផ្ទះហ្នឹងទៅរហូតវាមិនស្របច្បាប់ឥឡូវសំរងស៊ីក៏ចូលមកក្នុងរដ្ឋសភាដើម្បីឲ្យវាស្របច្បាប់រដ្ឋស្របច្បាប់ហ្នឹងស្អីថារដ្ឋស្របច្បាប់សភាដែលមិនគ្រប់ទឹករដ្ឋាភិបាលមិនគ្រប់ទឹកហ្នឹងណាប៉ុន្តែមិននឹងទៅចប់ហ្នឹងលោកប៉ុលហមគាត់កំពុងតែជួយវែកញែកថាអត់ដូចហ៊ុនពេជ្រទេព្រោះហ៊ុនពេជ្រចូលរដ្ឋាភិបាលឥឡូវខ្លួនឯងចូលមិនបានបងប្អូនពីព្រោះរដ្ឋាភិបាលកាលពីជំនាន់ហ៊ុនពេជ្របង្កើតឡើងដោយសភា2ភាគ3ឥឡូវបង្កើតឡើងដោយសភា50%+1ដល់អញ្ចឹងគាត់អត់ចូលបានទេប៉ុន្តែអ្វីដែលវាដូចគ្នានោះគឺថាគាត់ចោទថាហ៊ុនពេជ្រគាត់ចោទថារដ្ឋាភិបាលមុនវាមិនស្របច្បាប់រដ្ឋាភិបាលចាំផ្ទះនឹងចង់ទៅមួយអាណត្តិ5ឆ្នាំមិនបានប៉ុន្តែទីបំផុតគាត់ចូលទៅប្រគ្រប់អ្វីដែលគាត់ថាមិនស្របច្បាប់ហ្នឹងឥឡូវគណៈបកសំស៊ីគាត់ថាសភាហ្នឹងសភាមិនគ្រប់ទឹករដ្ឋាភិបាលកើតចេញពីសភាមិនគ្រប់ទឹកក៏សភាមិនគ្រប់ទឹកវាមិនស្របច្បាប់ឥឡូវគាត់ចូលទៅឲ្យវាស្របច្បាប់ដូចគ្នាបងប្អូនឃើញទេដល់ត្រង់ហ្នឹងក្រមថ្មីហ្នឹងគេចោទថាពួកហ្នឹងក្បត់ឆន្ទៈរបស់ប្រជាពលរដ្ឋគេចង់បង្កើតក្រមថ្មីទៀតតែហ្នឹងដែលខ្ញុំនិយាយថាទាយាទណាបងប្អូនវាចោទអាមុនហ្នឹងគ្មានរឿងអីទេវាចោទតែពីរឿងថាមិនស្មោះត្រង់គណៈបកសំរងស៊ីចោទគណៈបកហ៊ុនពេជ្រថាវាមិនស្មោះត្រង់ជាមួយនឹងប្រជាពលរដ្ឋក្បត់ឧត្តមគតិដើមក្រោយមកទៀតកម្មសខាបង្កើតមកថាសំរងស៊ីនឹងក្បត់ឆន្ទៈដើមមិនស្មោះត្រង់ជាមួយនឹងប្រជាពលរដ្ឋទេវាយគ្នាចុះឡើងទៅក៏បង្កើតគណៈបកសង្គ្រោះជាតិរួចហើយនាំគ្នាជាទៅហ៊ុនពេជ្រថាហ៊ុនពេជ្រមិនស្មោះត្រង់ឥឡូវហ្នឹងដល់ពេលគណៈបកសង្គ្រោះជាតិចូលរដ្ឋាភិបាលគេក៏ចោទថ្មីក្រុមថ្មីក៏គេចោទថាគណៈបកសង្គ្រោះជាតិហ្នឹងវាមិនស្មោះត្រង់ជាមួយនឹងប្រជាពលរដ្ឋចោទតែរឿងមិនស្មោះត្រង់ណាបងប្អូនប៉ុន្តែដែលខ្ញុំថាទាយាទនោះស្អីគេថាវាដូចគ្នាត្រង់ថាអាប្រមូលគ្នាយកហ្នឹងណាធ្វើមិនឲ្យទៅបានធំហ្នឹងហ៊ុនពេជ្រក៏ធ្វើអញ្ចឹងសំរងស៊ីក៏ធ្វើចឹងកម្មសខាក៏ធ្វើចឹងមកសង្គ្រោះជាតិក៏ធ្វើចឹងអាក្រមថ្មីហ្នឹងក៏មកចឹងទៀតថាវាប្រមូលហ្មងសេរីតែមួយហ្នឹងបើថាមុន3សាច់អាក្រោយហ្នឹង3សាច់ថាមុនហ្នឹងអាបអាក្រោយហ្នឹងអាបដូចតែគ្នាដែលវាចោតហ្នឹងគឺថាចោតតែរឿងអាមុនហ្នឹងមិនស្មោះត្រង់តែប៉ុណ្្នឹងទេប៉ុន្តែអារបៀបធ្វើការប្រមូលគ្នាហ្នឹងខ្ញុំគ្រាន់ឃើញប្រមូលគ្នាព្រាមខ្ញុំប្រាប់ក្មួយកុំទៅចិត្តពួកហ្នឹងគេកំពុងតែលេងគប់ថង់លមុថង់សម្រាមថង់ផុកថង់អីហើយកុំទៅក្បែរគេឲ្យគេធ្វើចោះពូដឹងថាដំណើរនេះដំណើរទៅមិនរួចទេក្មួយសិតតែអញទាំងអស់ពេញក្នុងគណៈបកហ្នឹងក្នុងក្រុមហ្នឹងបងប្អូនចាំមើលតែបន្តិចទៀតហើយហ្នឹងស្មាតទោសមិនឈ្នះឆ្នោតទៅបើថាឈ្នះឆ្នោតទៀតរឹតតែល្អមើលឲ្យដឹងថាពួកនឹងកាន់ការងារស្រុកទេសវាមិនកើតទេអាត្រង់ហ្នឹងណាដែលពួកយើងសប្ងៃគេចោទថាពួកយើងហ្នឹងណាវាធ្វើខុសអញ្ចេះធ្វើខុសអញ្ចោះមិនចូលរួបរวมជាមួយគេធ្វើនយោបាយស្អីមកស្ដីឲ្យតារាអីចេះចុះ
ខ្ញុំទៅប្រាប់ខ្លួនឯងវិញថាគេមិនយល់ពីយើងមិនសំខាន់ទេតែសំខាន់គឺយើងយល់ពីយើង